ดับลำไปឆ្នាំនៅក្នុងអាជីពសម្ភពនិងរោគស្ត្រីកូនៗរបស់អ្នកគ្រូសានីនបានមកស្គាល់និងថតរូបជាអនុស្សាវរីយ៍ជាមួយអ្នកគ្រូហើយអ្នកគ្រូក៏អរគុណដល់ប៉ាម៉ាក់ដែលបានផ្ដល់ឱកាសឲ្យកូនៗស្គាល់អ្នកគ្រូពេទ្យរបស់គាត់ហើយបានថតរូបជាអនុស្សាវរីយ៍ជាមួយគ្នាអរគុណកូនៗហើយអ្នកគ្រូក៏សង្ឃឹមថាកូនៗរបស់អ្នកគ្រូនឹងមានអនាគតល្អឆ្លាតហើយរៀនពូកែពេលវេលា18ឆ្នាំនេះពិតជាលឿនមែនតែនភ្លេចខ្លួនកូនៗរបស់អ្នកគ្រូធំប៉ុណ្ណេះគ្រូទៅហើយពួកគេនឹងចូលមហាវិទ្យាល័យក្នុងពេលឆាប់ៗនេះហើយនឹងសង្ឃឹមថាថ្ងៃអនាគតគេក្នុងចំណោមពួកគេទាំងអស់នឹងមានអ្នកណាមួយអាចស្នងអ្នកគ្រូសានីនខ្លាយទៅជាគ្រូពេទ្យខាងផ្នែកសម្ភពនៃរោគស្ត្រីសង្ឃឹមថាកូនៗនឹងមានអនាគតល្អហើយអ្នកគ្រូពិតជារំភើបដែលបានជួបកូនៗរបស់អ្នកគ្រូសានីនក្រោយរយៈពេលដែល18ឆ្នាំដែលអ្នកគ្រូបំពេញការងារជាគ្រូពេទ្យខាងផ្នែកសម្ភពនៃរោគស្ត្រីហើយអ្នកគ្រូសានីនចង់ប្រាប់ទៅកូនៗថាអ្នកគ្រូមានមោទនភាពនឹងលើកូនៗណាដែលកូនៗទាំងអស់គ្នាមានសុខភាពល្អឆ្លាតវៃហើយមានសម្រស់ស្រស់ស្អាតទៀតហើយអ្នកគ្រូសានីនក៏សូមអភ័យទោសផងដែរចំពោះកូនៗអ្នកគ្រូសានីនមួយចំនួនដែលអ្នកគ្រូអត់បានថតជាមួយហើយក៏ជូនពរឲ្យកូនៗទាំងអស់របស់អ្នកគ្រូសានីនមានអនាគតល្អមានសម្រស់ស្រស់សោភាមានប្រាជ្ញាឆ្លៀវវៃហើយសង្ឃឹមនឹងជឿជាក់ថានៅថ្ងៃអនាគតកូនៗក្នុងចំណោមកូនៗទាំងអស់នឹងមានអ្នកស្នងអ្នកគ្រូសានីនម្នាក់ពីរនាក់បីនាក់ហើយជូនពរកូនៗម្ដងទៀតសូមឲ្យកូនមានសុខភាពល្អជានិច្ចហើយមានស្នាមញញឹមជានិច្ចក្តីស្រឡាញ់សូមផ្ញើក្តីស្រឡាញ់ទៅកូនៗទាំងអស់ពីអ្នកគ្រូសានីន